và số mà nhà spa cùng chỉ mấy chụp cho mùi nước trong bà về chậm đặt hòn đá cái này trong miền Bắc thiên là bọt mấy mùi tiết dùng một chiều chạy trong lết đã bong phồn dương ta với tới chiều omega bảy nặng ta bất bia chia axit khanh lọ đại khuôn dương từ ca bia chiaประจำđầm bây giờ một pra có bàn tay khuôn dương mình áiผลิต việc bàn têក្នុងខ្លួនរបស់យើងគ្មានរោងចក្រផលិត omega 3ទេចឹងបានមកពីណាបើខ្លួនយើងត្រូវការប្រើប្រាស់គឺយើងបានវាមកពីរបបអាហារប្រចាំថ្ងៃរបស់យើងប្រសិនបើយើងមិនបានផ្ដល់ omega 3ទៅតាមរបបអាហាររបស់យើងត្រឹមត្រូវធ្វើឲ្យយើងជួបហានិភ័យសុខភាពជាហូរហែដូចជាការឡើងសម្ពាធឈាមការកើតជំងឺទឹកនោមផ្អែមការដាច់សរសៃឈាមខួរក្បាលនិងបញ្ហាសុខភាពផ្សេងទៀតជាយថាហេតុបាទជំងឺបេះដូងឲ្យជាដើមនៅក្នុងកំប៉ុងរបស់ omega 3 ឬ omega 3យើងតែងតែឃើញមានcomposition ឬក៏សារធាតុផ្សំពីរធំជាងគេនោះគឺគេហៅ EPA ហើយនិង DHA và EPA នោះគឺវាមានតួនាទីកាត់បន្ថយកម្រិតរលាកនៅក្នុងខ្លួនរបស់យើងបាទវាមានតួនាទីកាត់បន្ថយកម្រិតរលាកនៅក្នុងខ្លួនរបស់យើងបាទវាមានប្រយោជន៍សម្រាប់ការពារខ្លួនរបស់យើងកុំឲ្យមានជំងឺកកឈាមនៅក្នុងសរសៃឈាមបេះដូងឬក៏សរសៃឈាមខួរក្បាលបើសិនជាយើងខ្វះពពួកកម្រិត DHA នេះវាធ្វើឲ្យយើងអាចមានអារម្មណ៍កន្ត្រាក់ដៃកន្ត្រាក់ជើងឬក៏ធ្វើឲ្យយើងការគិតរបស់យើងមិនបានរលូនល្អកៀងឲ្យជាដើមបាទអញ្ចឹងទាំងអស់នេះយើងត្រូវទទួលស្គាល់ថាយើងខ្វះសារជាតិ omega 3 ដែលមានផ្ទុកទៅដោយ DHA នេះ DHA នេះវាក៏ជួយធ្វើឲ្យទារកលូតលាស់បានល្អដែរទាំងផ្នែករាងកាយនិងខួរក្បាលរបស់ទារកអញ្ចឹងអ្នកមានផ្ទៃពោះក៏ញ៉ាំ omega 3 បានដែរដើម្បីជួយឲ្យទារកលូតលាស់បានល្អផ្នែករាងកាយបេះដូងនិងប្រព័ន្ធប្រសាទខួរក្បាលរបស់ទារកបានល្អដែលធ្វើឲ្យទារកកើតមកមានភាពឆ្លាតវៃនិងចងចាំបានល្អដែរបាទពូកែបាទប្រភពរបស់ omega 3 នេះបើយើងមិនញ៉ាំជា supplement ទេយើងអាចញ៉ាំពពួកត្រីដែលមានខ្លាញ់ល្អដូចជាពួកត្រី salmon ឬក៏ tuna ដែលមានអាស៊ីតខ្លាញ់ល្អនេះច្រើនសម្រាប់ត្រីហ្នឹងបាទប្រភពទី2យើងអាចញ៉ាំទឹកដោះគោឆៅក៏បានទឹកដោះគោម្សៅនឹងក៏បានកុំឲ្យតែទឹកដោះគោស្ករច្រើនហើយវាអាចមាននៅក្នុងគ្រាប់ធញ្ញជាតិឬក៏សារ៉ាយសមុទ្រយើងអាចជ្រើសរើសយកសារ៉ាយសមុទ្រឬក៏សារ៉ាយយើងទឹកសាបនឹងក៏បានដែរនិងគ្រាប់ធញ្ញជាតិមួយចំនួនដូចអាល់ម៉ុនស្វាយចន្ទីឬក៏គ្រាប់ធញ្ញជាតិផ្សេងទៀតល្ងសណ្ដែកអីជាដើមយើងអាចញ៉ាំទៅក៏មានសារជាតិដែលផ្ទុកនៅ omega 3 នេះដូចគ្នានៅក្នុងហ្នឹងវាមាន EPA និង DHA ដូចគ្នាបាទអញ្ចឹងជួបគ្នានៅប្រធានបទក្រោយទៀតសូមអរគុណសូមជម្រាបលា